សម្រាប់ព័ត៌មានពិស្ដាគឺខ្ញុំសូមដកស្រង់ខ្លះពីការថ្លែងរបស់ខាងអាជ្ញាធរមានកម្ពុជាតាក់ទងជាមួយនឹងហេតុការណ៍ដែលបានផ្ទុះមានបណ្ដាលឲ្យជនជាតិចិនម្នាក់របួសដាច់ជើងហើយក្នុងពេលភ្លាមនោះគឺខាងយោធាថៃចោទថាគឺជាមានថ្មីដែលកម្ពុជាជាអ្នកដាក់ហើយបាននិយាយអំពីកិច្ចសហប្រតិបត្តិការនៃការដោះមានដោយចោទកម្ពុជាថាមិនបានសហការឥឡូវនេះគឺខាងអាជ្ញាធរមានកម្ពុជាបានឆ្លើយតបវិញទើបតែចេញមុននេះប្រហែលជា1ម៉ោងតែប៉ុណ្ណោះគឺថ្មីតែម្ដងគឺអាជ្ញាធរមានបានសម្ដែងដំបូងគឺគាត់សម្ដែងការសោកស្ដាយចំពោះហេតុការណ៍ដែលបណ្ដាលឲ្យមានរបួសជនជាតិចិននោះបាទហើយគាត់ជូនពរឲ្យសះស្បើយពីព្រោះសម្រាប់កម្ពុជាទោះបីជាអ្នកណាក៏ដោយដែលរងរបួសដោយសារក្របមាននោះគឺកម្ពុជាសោកស្ដាយមិនចង់ឲ្យរឿងនេះកើតឡើងនោះទេទន្ទឹមនឹងនោះគឺខាងកម្ពុជាក៏ឈានដល់ការនេះគឺបំភ្លឺជូនសាធារណជនក៏ដូចជាឆ្លើយតបជាមួយនឹងការចោទប្រកាន់របស់ថៃផងដែរគឺទី1កម្ពុជានៅតែឈរលើគោលចំហថាមីនដែលនៅទីនោះគឺជាចំការមីនដែលបន្សល់តាំងពីសង្គ្រាមរបស់កម្ពុជាសង្គ្រាមស៊ីវិលដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយក្នុងពេលអតីតកាលបាទអញ្ចឹងគឺកម្ពុជាចាត់ទុកថាជាសំណល់សង្គ្រាមហើយទី2គឺកម្ពុជាបានបដិសេធទាំងស្រុងតែម្ដងចំពោះការចាប់ប្រកាន់ដែលថៃធ្វើឡើងតាមរយៈសារព័ត៌មាននានាហើយនៅក្នុងបណ្ដាញសង្គមនោះថាជាការចោទប្រកាន់មិនមានការពិតនោះទេហើយមាននិន្នាការនយោបាយហើយមិនស្របតាមស្តង់ដារអន្តរជាតិនិងកិត្តិនាមរបស់កម្ពុជាដែលកម្ពុជាខិតខំប្រឹងប្រែងដោះមាននោះទេបាទកម្ពុជាក៏បានឈានដល់ការនោះបានបដិសេធដាច់ខាតទោះបីក្នុងកលៈទេសៈណាក៏ដោយក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងអូតាវ៉ាគឺកម្ពុជានឹងមិនប្រើប្រាស់មីននោះឡើយហើយនៅក្នុងនោះគឺកម្ពុជាបានសង្កត់ធ្ងន់ថាប្រសិនបើមានមីនថ្មីដោយដែលថៃបានអះអាងមែនគឺកម្ពុជាសួរវិញថាដោយកម្ពុជាមិនមានប្រើប្រាស់មីនតើនរណាជាអ្នកដាក់មីនកម្ពុជាមិនអាចឆ្លើយសំណួរនេះជំនួសថៃបានឡើយបាទចឹងនៅក្នុងន័យនេះគឺចង់មានន័យថាអ្នកដាក់មីនមិនបើមានតែ2នាក់បើកម្ពុជាមិនដាក់តើអ្នកណាជាអ្នកដាក់ដូច្នេះកម្ពុជាបានបដិសេធជាបន្តបន្ទាប់ហើយក៏ទន្ទឹមនឹងនោះគឺកម្ពុជាបានស្នើអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាដោយឯករាជ្យបាទនិងប្រកបដោយវិជ្ជាជីវៈដើម្បីឲ្យឃើញការពិតគឺមិនត្រូវធ្វើការចាប់ប្រកាន់ជាសាធារណៈហើយបង្កើនភាពតានតឹងធ្វើឲ្យសហគមន៍អន្តរជាតិមានការភ័ន្តច្រឡំនោះទេបាទនេះគឺជាជំហររបស់កម្ពុជាពាក់ព័ន្ធជាមួយនឹងការចាប់ប្រកាន់របស់ខាងភាគីថៃតាក់ទងជាមួយនឹងមកមីនណាអញ្ចឹងនេះគឺជាសេចក្តីថ្លែងការណ៍ខ្ញុំដកសំប៉ុណ្ណឹងហើយក្រសួងការពារជាតិរបស់កម្ពុជាដោយដែលប្រិមិត្តបានសួរខ្ញុំម្សិលមិញគឺនៅក្នុងកម្មវិធីម្សិលមិញនៅកម្ពុជានៅសហរដ្ឋអាមេរិកដែលទៅជាព្រឹកវិញមកនៅកម្ពុជាហ្នឹងគឺប្រិមិត្តបានដឹងហើយណាគឺខាងលើខ្ញុំសង្ខេបជូនបន្តិចគឺអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាគឺអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាក៏អ្នកស្រីបានបញ្យល់អំពីហេតុការណ៍នោះផងដែរអ្នកស្រីថាគឺហេតុការណ៍ហ្នឹងផ្ទុះមីនហ្នឹងគឺនៅម៉ោង3:20នាទីទីភ្លឺបាទទៅឆ្លងដែននេះទីភ្លឺអញ្ចឹងឆ្ងល់ដែរណាបាទគឺនៅតំបន់ខាងភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺមានលឺសូរផ្ទុះមីនមួយគ្រាប់ដែរបាទគឺកម្ពុជាតាមពិនិត្យនៅគឺកម្ពុជាថាគឺជាតំបន់ដែលមានមីនចាស់ដែលបន្សល់ពីសង្គ្រាមជាយូរឆ្នាំមកហើយណាកម្ពុជាបានបញ្ជាក់អញ្ចឹងហើយកម្ពុជាថែមទាំងបានបង្ហាញថាជនជាតិចិននោះគឺមិនបានមានក្នុងឯកសារដែលថាចូលមកប្រទេសកម្ពុជានោះទេនេះបើតាមកំណត់ត្រាឯកសាររបស់ក្រសួងមហាផ្ទៃរបស់កម្ពុជាបាទដូច្នេះគាត់មិនដឹងជាចេញចូលតាមណានោះទេហើយកម្ពុជាក៏បានបដិសេធចំពោះការចាប់ប្រកាន់នឹងស្តីងគ្នាជាមួយនឹងខាងអាជ្ញាធរមានដែលបានលើកឡើងដែរណាបាទអញ្ចឹងគឺកម្ពុជានៅតែបញ្ញាគោរពទៅតាមស្មារតីនៃការប្រជុំកន្លងមកនឹងមានការធ្វើការងាររបស់ក្រមរួមគ្នាក្នុងការដោះមីនហើយនឹងវិតម្លៃទៅលើរដ្ឋផលដែលមានជាបន្តបន្ទាប់ផងដែរបាទនេះគឺជាអ្វីដែលខាងកម្ពុជាបានឆ្លើយតបណាប្រិមិត្តបានដឹងហើយគឺខ្ញុំមិនបាច់ចូលលម្អិតនៅអ្វីដែលអ្នកស្រីអ្នកនាំពាក្យបានលើកឡើងនោះទេ
ก็ប៉ុន្តែអ្វីដែលជាការគួរឲ្យចាប់អារម្មណ៍មួយដែរតកតងនឹងបញ្ហាមីននេះគឺនៅមុននេះតែបន្តិចទេគឺបើម៉ោងនៃការចេញផ្សាយហ្នឹងរបស់ខៅសូនហ្នឹងគឺចេញផ្សាយនៅម៉ោង 5:40 នាទីល្ងាចណាគឺម៉ោង 5:40 នាទីល្ងាចមកនៅក្នុងប្រទេសកម្ពុជាឥឡូវនេះម៉ោង 9:30 នាទី42នាទីបាទគឺបានតែ4ម៉ោងមុននេះណាសារព័ត៌មានខៅសូនក៏ទើបតែចេញ4ម៉ោងមុននេះដោយធ្វើបច្ចុប្បន្នភាពតាក់ទងជាមួយនឹងកន្លែងផ្ទុះមីននិងហេតុការណ៍ផ្ទុះមីនហ្នឹងអញ្ចឹងខ្ញុំមិនបញ្ចេញបញ្ចូលខ្ញុំសូមបកប្រែត្រួសនៅអ្វីដែលខៅសូនបានរាយការណ៍តាក់ទងនឹងហេតុការណ៍ហ្នឹងអញ្ចឹងប្រិមិត្តសូមស្ដាប់ដោយខ្លួនឯងហើយនឹងពិចារណាណាអញ្ចឹងខ្ញុំសូមអានខ្លះពីខៅសូនគាត់ថាជនជាតិចិនម្នាក់បានបាត់បង់ជើងរបស់គាត់នៅពេលដែលជន់មីននៅក្នុងតំបន់មួយដែលគេដឹងថាជាតំបន់គ្រោះថ្នាក់នៅជិតព្រំដែនរបស់ថៃជាមួយនឹងកម្ពុជាមន្ត្រីយោធារបស់ថៃបាននិយាយដូចនេះកាលពីថ្ងៃអាទិត្យនេះណានៅថ្ងៃអាទិត្យនេះដែលជាហេតុការណ៍នៃការផ្ទុះចុងក្រោយបំផុតវាបង្ហាញនៅការគម្រាមកំហែងដែលមានជាបន្តបន្ទាប់នៅក្នុងតំបន់ព្រំដែនដែលមានចំនួនដែលប្រតិបត្តិការនៃការដោះមីននៅតែមិនទាន់បញ្ចប់នៅឡើយយោធាថៃបាននិយាយថាកងឯកភាពដោះមីនមនុស្សធម៌ទី1របស់ខ្លួនបានរកឃើញបាទមីនបន្ថែមមួយគ្រាប់ទៀតនៅថ្ងៃសៅរ៍នៅជិតភូមិបាននងច័ន្ទនៅខាងភាគីថៃក៏ថាបាននងច័ន្ទនៅក្នុងស្រុកគោកសុងខេត្តស្រះកែវដែលនៅទីនោះគឺបរិះអាយុ26ឆ្នាំជនជាតិចិនដែលគេស្គាល់ឈ្មោះថាស៊ីជីងគួយមកពីខេត្តយូណានបានរងរបួសអ្នកជំនាញខាងជាតិផ្ទុះរបស់ថៃយោធាថៃបានកំណត់ថាមីននោះគឺជាមីនប្រភេទប្រឆាំងមនុស្សប្រភេទ PMN ហើយជាមីនប្រភេទ model ចាស់ an older model បាទគាត់ប្រាប់ពាក្យហ្នឹង an older model គឺបានន័យថា model ប្រភេទមីនគឺប្រភេទចាស់ពួកគេក៏បានរកឃើញមាន PMN មួយទៀតដែរនៅចម្ងាយប្រមាណជា2ម៉ែត្រពីកន្លែងផ្ទុះការហេតុការណ៍ផ្ទុះនេះកើតឡើងនៅក្នុងអ្វីដែលអាជ្ញាធរបានចាត់ទុកថាដោយសារតែមានតំបន់នោះជាតំបន់គេសង្ស័យថាជាតំបន់ដែលមានគ្រោះថ្នាក់ដែលការបោះសម្អាតមីនប្រតិបត្តិការបោះសម្អាតមីនកំពុងតែដំណើរការនៅឡើយចាប់តាំងតែពីថ្ងៃទី11ខែវិច្ឆិកាមកកងឯកភាពយោធាក៏បានបោះសម្អាតដីបានប្រមាណជា16453ម៉ែត្រការ៉េបាទហើយនឹងតួនឹងគឺបានរកឃើញមានប្រឆាំងមនុស្សនឹងប្រមាណជា22គ្រាប់ហើយក្នុងនោះគឺមានប្រភេទ PMN នឹងចំនួន20គ្រាប់ហើយនឹងមានប្រភេទ POMZ2 នឹងចំនួន1គ្រាប់ហើយនឹងមាន MPD 6M នឹងផងដែរ1គ្រាប់អញ្ចឹងអ្នកនាំពាក្យរបស់យោធាថៃគឺលោកឧត្តមសេនីយ៍តូវិនថៃស៊ូបារីបាននិយាយថាតំបន់ដែលហេតុការណ៍កើតឡើងនោះគឺត្រូវបានទាមទារដោយភាគីថៃជាផ្នែកមួយនៃទឹកដីក្នុងខេត្តស្រះកែវរបស់ថៃហើយតំបន់នោះបាទដល់ពាក្យក្នុង quote របស់គាត់គាត់ថាគឺជាតំបន់ដែលមានរងផលប៉ះពាល់ដោយសារក្របមីនជាច្រើនដែលអាជ្ញាធរថៃកំពុងតែស្ថិតនៅក្នុងដំណើរការក្នុងការបោសសម្អាតនៅទីនោះនៅឡើយបាទចាប់ពីចំណុចហ្នឹងប្រិយមិត្តខ្ញុំសូមបន្ថែមមុខកញ្ចក់បន្តិចគឺសម្ដីរបស់លោកស៊ូបារីនៅចុងក្រោយហ្នឹងគាត់ទទួលស្គាល់ថាតំបន់ហ្នឹងគឺជាតំបន់ដែលមានមីនបាទតំបន់ដែលមានមីនហើយគឺកំពុងតែនៅបោសសម្អាតនៅឡើយបាទអញ្ចឹងបានន័យថាគាត់ទទួលស្គាល់មីនថាតំបន់ហ្នឹងមិនមែនតំបន់វាស្រែចម្ការដែលប្រជាពលរដ្ឋធ្វើការងារប្រចាំថ្ងៃទេគឺជាតំបន់មីនហើយកំពុងតែធ្វើប្រតិបត្តិការបាទគាត់និយាយអញ្ចឹងហើយចំណុចទី2គាត់ថាមីនដែលរកឃើញហ្នឹងគឺមីនប្រភេទចាស់បាទមានប្រភេទចាស់ទេមានប្រឆាំងមនុស្សមែនប៉ុន្តែមានប្រភេទចាស់បាទអញ្ចឹងម្សិលមិញគាត់និយាយផ្សេងបាទភ្លុបឡើងគាត់ថាមានថ្មីកម្ពុជាដាក់ឥឡូវថ្ងៃនេះគាត់ថាមានហ្នឹងគឺមើលទៅមានចាស់ទេមានប្រភេទចាស់បាទមានប្រភេទចាស់អ
ខ្ញុំនិយាយច្បាស់កន្លែងហ្នឹងកុំឲ្យនិយាយថាមានដាក់ថ្មីដាក់ចាស់យើងអត់ដឹងនេះគឺមានប្រភេទចាស់បាទមានប្រភេទចាស់ហ្នឹងគឺបាទតើវាមកពីណាហ្នឹងចឹងបានថាក៏ទៅជូនប្រិមិត្តឲ្យពិចារណាទាំងអស់គ្នាមិនមែនថាយើងមានអារម្មណ៍មនោចេតនាស្រឡាញ់ជាតិយើងខ្លាំងពេកយើងមិនប្រឈមនឹងការពិតនោះទេបាទអញ្ចឹងនេះខ្ញុំសូមចែករំលែកជូនប្រិមិត្តអញ្ចឹងបើចង់ដឹងច្បាស់គឺទៅមើលកាសែត Khao Zone គាត់ទៅចេញផ្សាយថ្មីហ្នឹងណា